នេះជារបៀបដាក់បារតជាមួយនឹងកាវដើម្បីលាបពីលើរូបចក្រចឹងរូបចក្រយើងបានទាញកឹបជាមួយកុងប្លាខេស្អាតហើយយើងក៏បានយកកាវលាយជាមួយបារតពណ៌កាឈូកហ្នឹងហើយចឹងយើងចាក់បារតហើយយើងក៏ដាក់កាវកូរវាឲ្យសព្វជាមួយនឹងទឹកកាវទឹកនេះកាវនេះសម្រាប់ដាក់ជាមួយនឹងបារតនឹងឯងពេលលាបហើយប្រហែលជា 2-3 ម៉ោងវានឹងស្ងួតខាំជាប់ជាមួយរូបហ្នឹងហើយចឹងយើងលាបលាបឲ្យសព្វទៅតាមផ្ទៃពណ៌ដែលយើងមានពណ៌ណាពណ៌ផ្កាឈូកពណ៌ណាពណ៌ក្រហមហ្នឹងហើយពណ៌នេះយើងលាបបានខ្លះហើយដូចជាពណ៌លឿងពណ៌យើងលាបប៉ុន្តែដោយសារវាមើលនៅក្នុងទូរស័ព្ទទៅវាថតនៅក្នុងទូរស័ព្ទមើលអត់ឃើញផ្លេកប្រមាណទេប៉ុន្តែបើយើងមើលក្រៅឃើញចាំងផ្លេកមកចឹងយើងលាបឲ្យសព្វតាមនឹងមកទុកទៅវារឹងជាប់ជាមួយខាំជាប់ជាមួយនឹងសាច់កណាត់តែកាវហ្នឹងប៉ះទឹកឲ្យលាយកាវហ្នឹងណាកាវហ្នឹងដល់ពេលស្ងួតហើយពេលយើងយកទៅត្រាំទឹកវិញកាវហ្នឹងក៏រលាយចូលជាមួយទឹកវិញជាធម្មតាអត់អីពណ៌កាឈូកនេះតែគេយើងលាបទៅឃើញចេញពណ៌កាឈូកជាមួយនឹងរូបហ្នឹងធ្វើឲ្យរូបហ្នឹងឡើងឈូកច្បាស់បាទអញ្ចឹងយើងផាត់ឲ្យស្អាតគ្រប់សពហើយបានយើងយកទៅបញ្ចូលមួយស៊ុំបាទនេះយើងគ្រាន់តែប្រាប់ពីរបៀបនៃការលាបយើងលាយតាមរូបតិចច្រើនដាក់កាវមករាវល្មមនឹងអាចទៅឃើញចាំងផ្លេកមកជួយរូបស្អាតបាទអរគុណច្រើនបាទ